បាទលោកនាងសាររដ្ឋអាមេរិកនឹងបានសម្រេចជួយកូរ៉េខាងត្បូងផលិតនាវាមួយទឹកនុយក្លេអ៊ែរបំបាំងកាយបាទដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែនហើយការភ្ញាក់ផ្អើលនឹងគឺបើថាកន្លងមកអាមេរិកហាក់មិនចង់ឲ្យកូរ៉េខាងត្បូងនឹងបង្កើនឥទ្ធិពលខ្លាំងពេកទេនៅលើរឿងនុយក្លេអ៊ែរនេះដូច្នេះជាសំណួរសំខាន់ថាតើហេតុអ្វីទៅបានជាពេលនេះអាមេរិកលែងហាមហើយថែមទាំងជួយបន្ថែមទៀតនោះបាទហើយចុះកូរ៉េខាងជើងវិញភ្លឺភ្នែកយ៉ាងណាដែរបើថាប្រទេសនេះល្បីខ្លាំងលើការតាំងខ្លួនជារដ្ឋនុយក្លេអ៊ែរថ្ងៃនេះនឹងជជែកលម្អិតជាមួយនឹងស្រាត់បាទស្រាត់ជាសំណួរដំបូងតើកិច្ចព្រមព្រៀងការសហការសាងសង់នាវាមួយទឹកដែលធម្មពលនុយក្លេអ៊ែររវាងអាមេរិកនិងកូរ៉េខាងត្បូងនឹងមានលក្ខខណ្ឌបែបណាដែរបាទហើយហេតុអ្វីទៅបានជាកើតមានឡើងនៅកិច្ចព្រមព្រៀងនេះទៅរួចហើយសំខាន់មួយទៀតបច្ចុប្បន្នប្រទេសណាខ្លះហើយដែលមាននាវាប្រភេទនេះបាទសវណ្ណកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកើតឡើងចំពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយកាលពីដើមខែតុលាប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធលើទីក្រុងសេអ៊ូលចំនួន 25% កាលពីដើមឆ្នាំក៏ប៉ុន្តែលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងបានចរចាចុះមកនៅត្រឹម 15% វិញបន្ទាប់ពីទីក្រុងសេអ៊ូលបាននិយាយថាខ្លួននឹងវិនិយោគចំនួន$350,000 លាននៅអាមេរិករួមទាំងការវិនិយោគជាសាច់ប្រាក់ចំនួន$200,000 លាននិង$150,000 លាននៅក្នុងការផលិតនាវាសេតាវិមានបានចេញផ្សាយកាលពីពេលថ្មីៗនេះគឺសប្តាហ៍មុនតែម្ដងបញ្ជាក់ថាអាមេរិកបានផ្ដល់ការយល់ព្រមសម្រាប់សាធារណរដ្ឋកូរ៉េនៅក្នុងការសាងសង់នាវាមួយទឹកវាប្រហារដើរដោយថាមពលនុយក្លេអ៊ែរហើយនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញតម្រូវការសម្រាប់គម្រោងនេះរួមទាំងផ្លូវទៅរកប្រភពប្រេងឥន្ធនៈលោក Trump បានប្រកាសតាមបណ្ដាញសង្គមផ្លូវការថានាវាទាំងនេះនឹងត្រូវបានសាងសង់នៅកន្លែងផលិតកប៉ាល់មួយនៅក្នុងទីក្រុង Philadelphia ដែលគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្មកូរ៉េមានឈ្មោះថា Hanwhaគួរបញ្ជាក់ថាបច្ចុប្បន្ននេះមានប្រទេសចំនួន6ប៉ុណ្ណោះដែលមាននាវាមួយទឹកយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរគឺអាមេរិកចិនរុស្ស៊ីចក្រភពអង់គ្លេសបារាំងហើយនិងឥណ្ឌាហើយកូរ៉េខាងត្បូងមាននាវាមួយទឹកប្រហែលជា20គ្រឿងរួចហើយក៏ប៉ុន្តែទាំងអស់នោះសុទ្ធតែប្រើនៅម៉ាស៊ីនប្រើម៉ាស៊ូតដូច្នេះហើយចាំបាច់ត្រូវតែផលិតនាវាមួយទឹកប្រភេទនេះគឺដើម្បីដំណើរការឲ្យបានញឹកញាប់រីឯនាវាមួយទឹកនុយក្លេអ៊ែរគឺអាចធ្វើប្រតិបត្តិការបន្ថែមទៀតនឹងលឿនជាងមុនហើយត្រង់នេះលោក Trump បានសរសេរនៅលើ Truth Social ថាខ្ញុំបានផ្ដល់ឲ្យកូរ៉េខាងត្បូងសាងសង់នាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលមានលក្ខណៈទំនើបជាងនាវាមួយទឹកដើរដោយថាមពលម៉ាស៊ូតដែលមិនសូវរហ័សរហួនកូរ៉េខាងត្បូងគឺជាមហាអំណាចមួយនៅពេលដែលនិយាយដល់ថាមពលនុយក្លេអ៊ែរស៊ីវិលក៏ប៉ុន្តែប្រទេសនេះគឺមានកម្មវិធីនុយក្លេអ៊ែរក្នុងទសវត្សរ៍ឆ្នាំ1970ហើយបានបោះបង់ចោលវិញបន្ទាប់ពីមានសម្ពាធរបស់អាមេរិកដូច្នេះហើយបានជាសមត្ថភាពរបស់កូរ៉េខាងត្បូងក្នុងការចម្រាញ់ឬក៏កែច្នៃអ៊ុយរ៉ានីយ៉ូមឡើងវិញត្រូវបានកំណត់ដោយអាមេរិកព្រោះពឹងផ្អែកទាំងស្រុងទៅលើការនាំចូលនេះបើតាមប្រភពពីសារព័ត៌មាន BBC ដែលបានចេញផ្សាយកាលពីថ្ងៃទី16ខែវិច្ឆិកាបាទស្រាប់បើនិយាយពីរឿងនុយក្លេអ៊ែរយើងនឹកដល់កូរ៉េខាងជើងដែលតែងតែសាកល្បងហើយនឹងតាំងខ្លួនជារដ្ឋនុយក្លេអ៊ែរព្រមទាំងបាញ់សាកល្បងមីស៊ីលគំរាមកំហែងបន្តទៀតដូច្នេះជាសំណួរតើទីក្រុងព្យុងយ៉ាងនឹងមាននាវានុយក្លេអ៊ែរដើរដោយថាមពលនុយក្លេអ៊ែរប្រភេទនេះដែរទេបាទសវណ្ណបើតាមសារព័ត៌មានអង់គ្លេសមួយនេះដដែលកូរ៉េខាងជើងក៏កំពុងតែបន្តកម្មវិធីនាវាមួយទឹកនុយក្លេអ៊ែរដែលប្រហែលជាមានជំនួយពីរុស្ស៊ីនេះបើតាមមន្ត្រីកូរ៉េខាងត្បូងនៅខែមីនាឆ្នាំ2025គឺកូរ៉េខាងជើងបានបង្ហាញរូបភាពជានាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់រូបភាពគឺបង្ហាញពីលោកគីមចុងអ៊ុនដែលជាមេដឹកនាំហ្នឹងទៅទស្សនាទៅពិនិត្យកន្លែងផលិតកប៉ាល់ទៀតផងទីក្រុងព្យុងយ៉ាងត្រូវបានរំពឹងថានឹងមាននាវាមួយទឹកប្រភេទនេះក្នុងរយៈពេលប្រមាណឆ្នាំខាងមុខនេះហើយកូរ៉េខាងជើងក៏ត្រូវបានគេប៉ាន់ប្រមាណថាមានឃ្លាំងអាវុធនុយក្លេអ៊ែរហ្នឹងប្រមាណជា50ដែលជាផ្នែកនៃកម្មវិធីអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយរបស់ខ្លួនជុំវិញរឿងនេះបើតាមលោកស្រីជូប៊ីយុនដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេយ៉ុងបានផ្ដល់យោបល់ថាការទិញនាវាមួយទឹកនុយក្លេអ៊ែររបស់សេអ៊ូលនឹងជួយឲ្យប្រទេសនេះរក្សាបាននូវស្ថិរភាពនៅក្នុងការប្រកួតប្រជែងសពាវុធដែលកំពុងកើនឡើងនៅអាស៊ីបូព៌ាលោកស្រីបានប្រាប់កាសែត BBC ថាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាការពិតហើយកូរ៉េខាងត្បូងទទួលបាននាវាមួយទឹកនុយក្លេអ៊ែរគ្រាន់តែជាជំហានមួយនៅក្នុងនិន្នាការកាន់តែធំនៃភាពតានតឹងដែលកំពុងកើនឡើងតែប៉ុណ្ណោះបាទអ្នកវិភាគថាសមនឹងមាននាវាប្រភេទនេះបាទចុះប្រទេសសម័យវិញគេនិយាយយ៉ាងម៉េចដែរហើយហេតុអ្វីទៅបានជាកូរ៉េខាងត្បូងចង់បាននាវាមួយទឹកនុយក្លេអ៊ែរ
ai thaនឹងទប់ទល់ជាមួយកូរ៉េខាងជើងដូចយ៉ាងណាតែបើថានៅពេលនេះលេចលឺថារុស្ស៊ីជួយកូរ៉េខាងជើងក្នុងការផលិតនាវាដើរដោយថាមពលនុយក្លេអ៊ែរដែរបាទបាទសវណ្ណ BBC ក៏បានបញ្ជាក់ថាកម្មវិធីនាវាចុងក្រោយបំផុតនេះគឺសម្ដៅប្រឆាំងទៅនឹងកូរ៉េខាងជើងដែលថ្មីនេះគឺបានបង្ហើបថាខ្លួនកំពុងតែបន្តនាវាមួយទឹកនុយក្លេអ៊ែរដូចគ្នាដែលយើងបានដឹងថាមានរុស្ស៊ីនៅពីក្រោយនោះប្រធានាធិបតីកូរ៉េត្បូងបានប្រាប់លោក Trump នៅក្នុងកិច្ចប្រជុំកម្ពុជា APEC កាលពីខែមុនថាកូរ៉េខាងត្បូងត្រូវការនាវាទាំងនេះសម្រាប់គោលដៅជាក់លាក់នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីសប្តាហ៍មុនលោកអាន Yubak ដែលជារដ្ឋមន្ត្រីក្រសួងការពិជាតិកូរ៉េខាងត្បូងបាននិយាយថានាវាមួយទឹកនុយក្លេអ៊ែរនឹងក្លាយជាសមិទ្ធផលប្រកបដោយមោទនភាពសម្រាប់កូរ៉េខាងត្បូងនិងជាជំហានដ៏សំខាន់មួយនៅក្នុងការពង្រឹងការការពារប្រទេសប្រឆាំងនឹងកូរ៉េខាងជើងលោកបន្ថែមទៀតថាការបំបាំងកាយនៃនាវាមួយទឹកនុយក្លេអ៊ែរនឹងធ្វើឲ្យមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនភ្ញាក់នៅពេលយប់បាទស្ដាប់ទៅកូរ៉េត្បូងនេះចាយលុយរាប់សិបពាន់លានដុល្លារទៅលើនាវាប្រភេទនេះថាដូចជាចង់កំឡាកូរ៉េខាងជើងដែរដែលត្រៀមមានដូចគ្នាជាសំណួរបន្តបាទតើមហិច្ឆតារបស់ប្រទេសជាបងប្អូនបង្កើតនេះនឹងបង្កជាភាពតានតឹងនៅឧបទ្វីបកូរ៉េដែរទេបាទមិនច្បាស់ទេថានាវាមួយទឹកនុយក្លេអ៊ែរនេះនឹងរួមចំណែកដល់សមត្ថភាពការពារកូរ៉េខាងត្បូងកម្រិតណាហើយបើទោះបីជាវាមានតម្លៃថ្លៃយ៉ាងណាក៏ដោយនាវាទាំងនេះមិនផ្លាស់ប្ដូរតុល្យភាពនៃអំណាចនៅឧបទ្វីបកូរ៉េនោះទេនេះបើយោងតាមអ្នកជំនាញមួយចំនួនលោកបណ្ឌិតយ៉ាងងូកដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអេសានសម្រាប់ការសិក្សាគោលនយោបាយបានប្រាប់កាសែត BBC ថាគោលបំណងចម្បងនុយក្លេអ៊ែរគឺធានាដល់អ្នកបោះឆ្នោតនៅកូរ៉េត្បូងថារដ្ឋាភិបាលរបស់ពួកគេនឹងកំពុងឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងលោកយ៉ាងបាននិយាយថាកូរ៉េខាងត្បូងមិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីទប់ទល់នឹងកូរ៉េខាងជើងបានទេតើមានអ្វីដែលពួកគេអាចធ្វើបានគឺការដាក់ឲ្យមាននាវាមួយទឹកនុយក្លេអ៊ែរនេះតែម្ដងលោកយ៉ាងជឿជាក់ថាកូរ៉េខាងជើងអាចនឹងមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្ដូរនេះព្រោះថាការនេះគឺពង្រឹងគេថាយុទ្ធកម្មរបស់ពួកគេនៅក្នុងការមាននៅអាវុធនុយក្លេអ៊ែរមានន័យថានឹងកាន់តែពិបាកនៅក្នុងការទាមទារឲ្យទីក្រុងព្យុងយ៉ាងបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយលោកស្រីជូប៊ីយុនដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេជុងបានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដែលកូរ៉េខាងត្បូងឈរជើងដើម្បីទទួលបានពីកិច្ចព្រមព្រៀងនាវាមួយទឹកថ្មីដោយពណ៌នាថាជាការផ្លាស់ប្ដូរដ៏សំខាន់ដែលមានន័យថាកូរ៉េខាងត្បូងឥឡូវនេះគឺជាអ្នកលេងនៅក្នុងតំបន់ហើយលោកស្រីបាននិយាយថាលក្ខណៈពិសេសល្អបំផុតនៃនាវាមួយទឹកនុយក្លេអ៊ែរគឺល្បឿនដែលអាចដំណើរការបានលឿននិងឆ្ងាយហើយកូរ៉េខាងត្បូងនឹងអាចធ្វើប្រតិបត្តិការនាវាប្រភេទនេះរួមគ្នាជាមួយប្រទេសជាច្រើនទៀតផងនេះបើតាមកាសែត BBC ដដែលបាទយើងងាកមកសហរដ្ឋអាមេរិកវិញម្ដងចង់ដឹងថាតើចេតនាអីប្រកាសនៅខាងក្រោយការដែលលូកដៃបាទមកជួយកូរ៉េខាងត្បូងឲ្យមាននាវាមួយទឹកនុយក្លេអ៊ែរបំបាំងកាយចំពេលដែលកូរ៉េខាងជើងហើយក៏ដូចជាភាពតានតឹងនៅក្នុងតំបន់កំពុងតែកើតឡើងនេះបាទសវណ្ណសម្រាប់ទីក្រុង Washington ការគ្រប់គ្រងសម្រាប់កម្មវិធីនាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងទំនងជាមានគោលបំណងដាក់សម្ពាធលើកូរ៉េខាងជើងនិងចិនតែម្ដងបើតាមលោកបណ្ឌិតយ៉ាងបានពន្យល់ថាលោក Trump បានដាក់បន្ទុកលើការចំណាយលើវិស័យការពារជាតិទៅលើកូរ៉េខាងត្បូងហើយកូរ៉េខាងត្បូងនឹងពង្រីកថវិកាការពារជាតិរបស់ខ្លួនយ៉ាងខ្លាំងផងដែរពួកគេនឹងដើរតួនាទីជាអ្នកតំណាងរបស់អាមេរិកក្នុងការដាក់សម្ពាធលើចិននិងកូរ៉េខាងជើងអាមេរិកនិងចិនបានប្រកួតប្រជែងគ្នាជាយូរយារណាស់មកហើយសម្រាប់ឥទ្ធិពលយុទ្ធសាស្ត្រនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយទុកឲ្យទីក្រុងសេអ៊ូលដើរផ្លូវភូមិសាស្ត្រនយោបាយដ៏តឹងរ៉ឹងបើតាម BBC ដដែលថ្មីនេះចិនបានកំពុងបង្កើនសកម្មភាពនាវាចររបស់ខ្លួននៅជិតព្រំដែនសមុទ្រកូរ៉េខាងត្បូងដែលជាសកម្មភាពស្តៀងគ្នាទៅនឹងការឃើញនៅសមុទ្រជិតខាងត្បូងលោកបណ្ឌិតយ៉ាងបាននិយាយថាទីក្រុងប៉េកាំងប្រកាសជាខឹងសម្បាអំពីកិច្ចព្រមព្រៀងនាវាមួយទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូងជាមួយនឹងអាមេរិកហើយបន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងនេះអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េត្បូងគឺលោកតៃពីងបាននិយាយថាលោកសង្ឃឹមថាកូរ៉េត្បូងនឹងដោះស្រាយបញ្ហានេះដោយប្រយ័ត្នប្រយែងដោយគិតគូរអំពីកង្វល់របស់ភាគីទាំងអស់លោកក៏បានបន្ថែមថាទីក្រុងប៉េកាំងកំពុងចូលរួមជាមួយទីក្រុងសេអ៊ូលលើបញ្ហានេះតាមរយៈបណ្ដាញការទូតហើយបានសង្កត់ធ្ងន់ថាស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េនិងក្នុងតំបន់នៅតែស្មុគស្មាញនិងរសើបបាទមកដល់ពេលនេះបាទហាក់ដូចជាប៉ោងបើកក្របហើយមានន័យថាកូរ៉េខាងត្បូងអស់បារម្ភពីព្រោះអាមេរិកលែងហាមឃាត់លើកម្មវិធីនុយក្លេអ៊ែរទៀតបាទតើមានរឿងអ្វីបន្ទាប់ដែលសារ៉ាត់អាចនឹងមើលឃើញហើយអាចនឹងមានរឿងអ្វីជាឧបសគ្គបន្ថែមទៀតបាទ
សវណ្ណចំណុចមួយគឺទីតាំងផលិតតែម្ដងបើទោះបីជាលោកប្រធានតំបន់ Trump បាននិយាយថានាវាមួយទឹកនឹងត្រូវសាងសង់នៅទឹកដីអាមេរិកហើយនឹងនាំយកការងារនឹងមកធ្វើនៅអាមេរិកក៏ដោយក៏ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូងនិយាយថាចង់សង់នាវាទាំងនេះនៅក្នុងស្រុកវិញជាកន្លែងដែលមានគ្រឿងបរិក្ខារដែលមានស្រាប់អាចផ្ដល់ឲ្យដំណើរការផលិតរយៈពេលខ្លីជាងបើធៀបទៅនឹងសង់លើដីអាមេរិកត្រង់ចំណុចនេះនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោកគីមមានសុខបាននិយាយកាលពីអំឡុងសវនកម្មសភាថាកន្លែងផលិតកប៉ាល់របស់កូរ៉េត្បូងនៅទីក្រុង Philadelphia របស់អាមេរិកនោះគឺមិនមានលទ្ធភាពនៅក្នុងការសាងសង់នាវាបែបនេះទេរីឯក្រុមហ៊ុន Hanwha ដែលជាម្ចាស់កន្លែងផលិតកប៉ាល់លើដីអាមេរិកនោះគឺមិនទាន់ធ្វើការអធិប្បាយអំពីបញ្ហានេះនៅឡើយទេគិតត្រឹមថ្ងៃទី16ខែវិច្ឆិកាក៏ប៉ុន្តែឥឡូវនេះកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចដូច្នេះជំហានបន្ទាប់អាចជាការកែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសទាំងពីរដែលអនុញ្ញាតឲ្យអាមេរិកនឹងផ្ដល់ជាឥន្ធនៈនុយក្លេអ៊ែរនិងកំណត់របងសម្រាប់ការប្រើប្រាស់យោធារបស់ខ្លួនបាទអរគុណសម្រាប់ការបកស្រាយលម្អិតជួបគ្នាពេលក្រោយបាទ